Bà số đấy bà cóគ្នាចឹងថ្ងៃនេះខ្ញុំបានមកបង្ហាញតើតើនឹងទិញនៃខ្លីៗតើតើនឹងកម្មការសភៅតាមដានបាទចឹងតើតើសភៅតាមដានការសិក្សានេះគឺរត់អូតូម៉ាទិកដូចគ្នាចឹងយើងគ្រាន់តែបដូរឈ្មោះគឺវានឹងដូរដែរបាទដូរទីនេះឈ្មោះនេះក៏ដូរតនន័យនៅទីនេះក៏ដូរដែរបាទនេះគឺស្ទើរដូរចឹងឧទាហរណ៍បាទនេះទីនេះវត្តមានអីគឺវាមាន load ស្រេចសាច់ថ្ងៃខែនេះក៏ load អូតូម៉ាទិកដែរបាទ load តាមរយៈបញ្ជីវត្តមានចឹងតើយើងត្រូវចងបែបណាដើម្បីទទួលបាននៅពេលដែលយើងដាក់ឈ្មោះទៅគឺវារត់អូតូបែបនេះបាទតោះចឹងមកខាត់ពេលវេលាយូរចឹងយើងទស្សនាដល់គ្នាចឹងខ្ញុំបង្ហាញត្រួសមុននឹងបងប្អូនឈានដល់ការចងវាតើតងនឹងឲ្យវារត់អូតូយើងត្រូវដឹង step វានៅក្នុងការចងចឹងទី1បងប្អូនត្រូវបង្កើតឯកសារនេះឡើងបាទបង្កើតទំព័រហ្នឹងឲ្យបានត្រឹមត្រូវមកបាទហើយកន្លែង trade នេះគឺយើងអត់សរសេរចូលទេបាទតំណែងនេះគឺយើងចាំយើងចងវារត់អូតូម៉ាទិកអញ្ចឹងបងប្អូនសរសេរចុចដូចគ្នាមកនេះដូចគ្នាដាក់តារាងមកអញ្ចឹងខ្ញុំទីនេះយើងត្រូវមាន list ឈ្មោះមួយដែរទីនេះគឺជា list ឈ្មោះអញ្ចឹង list ឈ្មោះយើងបង្កើតតាមរយៈណាយើងចុចតារាងហ្នឹងទៅវា load ឈ្មោះមកមានប្រមាណ load ចូលអូតូម៉ាទិកអញ្ចឹងឈ្មោះនេះបងប្អូនត្រូវចងវានៅក្នុង data នេះណា data validation នេះមកហើយចូល data validation នេះមកបងប្អូនតទៀតបងប្អូនចុចលើទីនេះហើយបងប្អូនត្រូវជ្រើសរើស zip បាទចុចហើយបងប្អូនជ្រើសរើស zip ណាដែលបងប្អូនដាក់ឈ្មោះបាទអញ្ចឹងឈ្មោះហ្នឹងគឺយើងកុំសរសេរគឺយើងដាក់ zip លក្ខណៈយើងអូសយកតែម្ដងហើយយើងចុច OK ទៅវាចប់បាទអញ្ចឹងបានឈ្មោះទាំងអស់មកតើណាអញ្ចឹងឈ្មោះបានមួយទី2បងប្អូនត្រូវបង្កើតតន័យមួយកន្លែងនេះបាទតន័យខ្លីមួយកន្លែងនេះអាហ្នឹងយើងហាយចោលទេតិចទៀតទៅចឹងមានเพจមានឈ្មោះយើងមានអីចឹងយើងមិនដាក់ឈ្មោះទេមានเพจថ្ងៃខែកំណត់ភូមិអីនេះគឺមានទាំងអស់បងប្អូននេះឈ្មោះពុកម្ដាយអីមានទាំងអស់ណាអត្តលេខអានេះភូមិបច្ចុប្បន្នអានេះភូមិកំណើតហើយមកជុំភេទចំណាត់ថ្នាក់ព្រោះជាអ្វីដែលយើងចង់បានសម្រាប់ឲ្យវាលុតចូលនេះបាទចឹងតាអាហ្នឹងយើងហៅមកពីណាបាទតន័យនេះគឺវារត់គឺយើងហៅតាមរយៈនេះបាទនេះតារាងនេះណាចឹងយើងត្រូវមានតារាងនេះបញ្ចូលអានេះមានន័យថាប្រវត្តិរូបចូលទាំងអស់បាទបងប្អូនអាហ្នឹងយើងហាយចោលហើយចឹងយើងបង្កើតតន័យមួយដើម្បីយើងហាយទេអាហ្នឹងបាទចឹងអានេះមានឈ្មោះដាក់ឈ្មោះមុនគេណាបងប្អូនទោះបីអត្តលេខមុនក៏ដោយតែយើងត្រូវដាក់ link មកពីអាទំព័រដើមរបស់យើងបាទទំព័រដំបូងរបស់យើងមកដាក់ឈ្មោះមុនហើយនឹងអត្តលេខដាក់ហ្នឹងមកចប់មកប្រវត្តិរូបចូលនឹងទាំងអស់បាទបន្តមកទៀតបងប្អូនត្រូវ link ដែរ link យកខែដែលយើងចង់ដាក់មានន័យថាយើងក្នុងមួយហ្នឹងយើងបង្កើតបានតែមួយខែទេណាយើងអត់ចងកូដគឺបង្កើតបានតែមួយខែទេមួយខែផ្សេងទៀតយើងត្រូវបង្កើតអញ្ចឹងទៀតខែផ្សេងទៀតយើងត្រូវបង្កើតបែបហ្នឹងដែរណាអញ្ចឹងយើងយកបន្ទុកមួយខែមកដាក់មកបាទអញ្ចឹងឧទាហរណ៍ខ្ញុំយកខែធ្នូយើងយកមកទាំងអស់យកមកបាទមានទាំងបន្ទុកណានបន្ទុកអីហ្នឹងយកមកទាំងអស់មកហើយអាហ្នឹងមិនមែនចេះយកមកតែអាតន័យហ្នឹងក៏វាលូតចូលអូតូម៉ាទិកដែរតាមរយៈយើងដាក់ link ណាបងប្អូននេះរួមមុនរបស់ខ្ញុំណាអាចមើលបានអញ្ចឹងចាំខ្ញុំបង្ហាញចងខ្លីៗដើម្បីបងប្អូនងាយយល់អញ្ចឹងយើងយកទាំងអស់មកហើយតើតើនឹងច្បាប់អត់ច្បាប់នេះគឺយើងយកមកពីបញ្ជីវត្តមានណាបងប្អូនត្រូវដាក់វាថែមអញ្ចឹងតោះបន្តមកទៀតយើងត្រូវធ្វើម៉េចនៅពេលដែលយើងមានតារាងតន័យដូចមិញនេះហើយបងប្អូនត្រូវហៅវាណាតាមរយៈរូបមន្ត VLOOKUP ហៅចូលក្នុងតារាងនេះអញ្ចឹងយើងហៅមកប្រើរូបមន្ត VLOOKUP បាទឥឡូវខ្ញុំបង្ហាញជូននៅក្នុងទំព័រមួយទៀតបាទអញ្ចឹងចាំបន្តិចអញ្ចឹងខ្ញុំចូលនៅក្នុងខែអានេះខ្ញុំគ្រាន់តែចងវាសាមញ្ញទេខ្ញុំអត់ដាក់អីម៉ូដអីច្រើនទេបាទស្រេចបងប្អូនយកទៅឆ្នៃទេអាហ្នឹងអញ្ចឹងឲ្យខ្ញុំចងនៅខែនេះបាទអញ្ចឹងដើម្បីហៅបានបងប្អូនគ្រាន់តែចូលនៅក្នុងចូលទៅតងเพจឥឡូវខ្ញុំលុបមួយបាទខ្ញុំលុបនេះមួយចោលតាមទៅខ្ញុំហៅបងប្អូនមើលណាអញ្ចឹងយើងចុចលើ page ហ្នឹងមកដាក់សញ្ញាស្មើតទៅយើងប្រើរូបមន្ត VLOOKUP ណាបាទនេះវាលោតហើយ tab តទៀត VLOOKUP យើងហៅតាមរយៈអីគេបាទហៅតាមរយៈឈ្មោះនេះហើយនេះហៅតាមរយៈឈ្មោះនេះអញ្ចឹងដល់ពេលដែលឈ្មោះនេះដូរតន័យកន្លែងហ្នឹងក៏ដូរដែរតោះនេះតទៀតបងប្អូនកុំវាហៅឈ្មោះហ្នឹងហៅពីណាអញ្ចឹងឈ្មោះហ្នឹងបងប្អូនហៅចេញកន្លែងនេះបាទនេះ select ទាំងអស់មកយើង select ទាំងអស់តន័យទាំងអស់ហ្នឹងយើងត្រូវ select ទាំងអស់
ចឹងស្លេចអស់មកស្លេចដល់ក្រោមគេមកអានេះមកយើងយកឈ្មោះសិស្សយើង60នេះយើងធ្វើស្លេចទាំងអស់បន្តទៀតឥឡូវយើងមើលតើភេទនឹងស្ថិតនៅក្នុងជួយឈរទីប្រមាណបងប្អូនយើងអាហ្នឹងយើងរាប់ជួយឈរនេះភេទណាភេទនៅក្នុងជួយឈរទី3អានេះខ្ញុំដាក់1 2 3ហ្នឹងគឺដើម្បីស្រួលប្រើរូបមន្តនេះឥឡូវនេះណាជួយដូចនេះបន្តទៀតយើងក្បៀសមួយមកយើងមើលអាហ្នឹងស្ថិតនៅក្នុងជួយឈរទីប្រមាណភេទអញ្ចឹងជួយឈរទី3អញ្ចឹងបងប្អូនដាក់លេខ3មកក្បៀសនេះណាពេលក្បៀសហើយវា load ពាក្យ true or false អញ្ចឹងយើងចុចពាក្យ false មកចុច tab ហើយចុច enter មកប៉ុណ្ណឹងគឺបានឃើញទេបាទប៉ុណ្ណឹងហើយពេលបងប្អូនចងប៉ុណ្ណឹងហើយបងប្អូនគ្រាន់តែ copy វាមកបាទ copy ឲ្យបងប្អូនចូលផាសនេះផាស copy ឲ្យផាសទាំងអស់មក copy ផាស copy ផាសពេលផាសគ្រប់កន្លែងដែលយើងចង់ហៅហើយបងប្អូនចាប់តាមចូលដូរអញ្ចឹងឧទាហរណ៍ទីនេះអញ្ចឹងរូបមន្តដដែលទេប៉ុន្តែយើងមើលដូរទៅលេខណានេះដូរលេខនេះមួយនេះហេបងប្អូននេះដូរលេខនេះយើងមើលតើតើតងថ្ងៃខែឆ្នាំកំណត់ក្នុងជួយឈរទីប្រមាណអញ្ចឹងយើងទៅមើលលេខនេះណានេះតើតងថ្ងៃខែឆ្នាំកំណត់ក្នុងជួយឈរទី4អញ្ចឹងយើងគ្រាន់តែដូរអាកន្លែងរូបមន្តរបស់យើងនេះដាក់លេខ4នេះឃើញទេអញ្ចឹងងាយទេណាដូរដាក់លេខ4ហើយយើង enter មកអញ្ចឹងវាជាប់ហើយណាបាទប៉ុណ្ណឹងនៅពេលដែលយើងដូរឈ្មោះគឺវានឹងដូរទាំងអស់ដែរបាទអញ្ចឹងនៅពេលដែលយើងដូរឈ្មោះតន័យទីនេះក៏វាដូរដែរបងប្អូនឃើញទេបាទដូរទាំងអស់ដូរឈ្មោះពុកដៃអញ្ចឹងអាហ្នឹងយើងដូចគ្នាទេណាអញ្ចឹងខ្ញុំសង្ឃឹមថាខ្លីៗប៉ុណ្ណឹងបងប្អូនអាចយល់ទៅនឹងរូបមន្តនេះព្រោះធ្លាប់ជួបច្រើនហើយនៅតាមដានpage របស់ខ្ញុំក៏ដូចជា YouTube របស់ខ្ញុំបាទបន្តមកទៀតបងប្អូនតើយើងត្រូវធ្វើម៉េចដើម្បីឲ្យយើងពេលដែលដូរទៅស្រាប់តែនេះលោតចូលដែរអញ្ចឹងនេះលោតចូលនេះអញ្ចឹងពេលហ្នឹងបងប្អូនឃើញទៅពេលដែលបងប្អូនដូរមិនក៏វាអត់តន់លោតដែរឃើញទេលោតតែអានេះទេដោយសារតែអានេះគឺមានបន្ទុកដំណឹងប៉ុន្តែអាខាត់តិននេះអត់ដូរបងប្អូនឃើញទេនេះឃើញត្រាឃើញត្រាតែឃើញខ្ញុំដូរអានេះដាក់មិនក៏វាអត់ដូរដែរឃើញទេដូរតែបន្ទុកទេឃើញទេអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យវាដូរទាំងអស់ដែរបាទអញ្ចឹងយើងត្រូវចងរូបមន្តណាបងប្អូនអញ្ចឹងនៅទីនេះបងប្អូនឃើញទីនេះសិតតែមានលក្ខណៈ save ខ្ញុំដាក់ save ហើយមានរូបមន្តនៅខាងលើនេះបងប្អូនឃើញទេអញ្ចឹងយើងត្រូវការបង្កើតរូបមន្តនេះឡើងអញ្ចឹងបងប្អូនចេះតាមក្បាច់ហ្នឹងបងប្អូនអាចយកទៅចងអីផ្សេងទៀតបានតាមចិត្តបាទតោះអញ្ចឹងដើម្បីចងបាននៅទី1យើងត្រូវចុចលើវាចុចនៅលើcell ហ្នឹងមកបាទតទៅទៀតយើងចូលក្នុងរូបមន្តformula តាមទៀតបងប្អូនចូល name manager នេះមកហើយបងប្អូនចូល new នេះមកតាមទៀតដាក់ឈ្មោះវាធ្វើម៉េចកុំឲ្យជាន់គ្នាណាឥឡូវខ្ញុំដាក់ឈ្មោះនេះខ្ញុំតំណាងខែណាបាទឥឡូវខ្ញុំដាក់មកតែបាទឈ្មោះសិស្សខែកុម្ភៈបាទអញ្ចឹងខ្ញុំធ្វើដល់ខែកុម្ភៈអញ្ចឹងអានេះឈ្មោះសិស្សខែកុម្ភៈអូខេអញ្ចឹងដោយសារវាមានជាន់ឈ្មោះបងប្អូនកុំឆ្ងល់ហ្នឹងមិនមកវាលោតអញ្ចឹងដោយសារជាន់ឈ្មោះណាហើយលេខបន្ថែមមួយម៉ាត់ទៀតមកឈ្មោះសិស្សក្នុងខែកុម្ភៈណាបាទឈ្មោះសិស្សក្នុងខែកុម្ភៈបាទអញ្ចឹងកាលណាវាអត់ជាន់ឈ្មោះគេទៅវាលោតចូលហើយបាទខ្វែងទៅវិញទៅអញ្ចឹងអាផ្សេងទៀតយើងត្រូវធ្វើអញ្ចឹងដូចគ្នាអានេះក៏យើងត្រូវធ្វើអញ្ចឹងដែរណាធ្វើអញ្ចឹងឲ្យដាក់ឈ្មោះកុំឲ្យជាន់គ្នាតំណាងខែមកអញ្ចឹងឧទាហរណ៍ថានេះយើងដាក់ page អញ្ចឹងចូលក្នុងចុចលើ page ហ្នឹងមិនចុចលើអានេះណាចុចលើអានេះចុចលើអាណាដែលយើងចង់ហៅទៅចុចលើហ្នឹងហើយចុច formula ចុច name manager នេះមកចុច new បាទលឿនតិចណាហើយយើងដាក់ថា page អញ្ចឹងមក page ខែណាបាទខែកុម្ភៈទៀតមកយើងដាក់ចំណាំអញ្ចឹងទៅ page ខែកុម្ភៈហើយចុច OK មកកាលណាវាអត់ជាន់វាលោតឲ្យហើយណាឥឡូវឧទាហរណ៍ទាំងពីរនឹងសិនដើម្បីហៅចូលណាហើយផ្សេងទៀតបងប្អូនធ្វើដូចគ្នាទាំងអស់ណាបងប្អូនណាបន្តទៀតយើងចាប់ដើមហៅអញ្ចឹងតើយើងហៅយ៉ាងម៉េចអញ្ចឹងឥឡូវយើងតែពិតឲ្យខ្ញុំត្រូវមាន save ឥឡូវខ្ញុំគូ save ឲ្យបងប្អូនមើលតែម្ដងគូវាមកក្រៅហើយបងប្អូនទិញដាក់ទៅអញ្ចឹងយើងយក save មកគូមកក៏លោអត់ដឹងណាយើង save មកគូអញ្ចឹងធម្មតាយើងចូល save format នេះមកយើងដូរទិញដាក់តទេណាអានេះដាក់តម្រឹងតទេដែរនេះដាក់ no outline មកដើម្បីឲ្យវាអត់មានអីតទៀតយើងចង់សរសេរអក្សរមិនមែនឲ្យសរសេរអក្សរនៅក្នុងហ្នឹងមិនមែនយើងសរសេរយកទេយើងត្រូវប្រើរូបមន្តបាទអញ្ចឹងយើងចុចនៅលើរបារូបមន្តនេះមកបងប្អូនដូរដាក់សញ្ញាដូរទៅជា font English ដាក់សញ្ញាស្មើតទៀតសរសេរឈ្មោះដែលយើងបានចងមិញហ្នឹងឧទាហរណ៍ទីនេះមិញអញ្ចឹងទីនេះមិញដាក់ឈ្មោះគេឈ្មោះសិស្សខែណាខែកុម្ភៈអញ្ចឹងយើងដាក់មក
នេះឈ្មោះសិស្សក្នុងខែកុម្ភៈអញ្ចឹងវា load ឲ្យបងប្អូនហើយចុច tab ហើយ enter បាទឃើញវា load ចូលទេនេះអញ្ចឹង load ចូលក្នុងហ្នឹងហើយបងប្អូនសេរីដូរពណ៌ដូរអីបានតាមចិត្តដូរ font ដូរអីតាមចិត្តហើយបងប្អូនអាចទាញតាណាក៏បានដែរហើយអានេះអាចដូរឧទាហរណ៍យើងខ្ញុំដូរនៅទីនេះគឺវាដូរដែរឃើញទេនេះបងប្អូនយើងដូរទៅគឺវាដូរដែរហើយយើងចង់ទាញទៅដាក់កន្លែងណាក៏បានដែរឃើញទេនេះជាក្បួនចងដែលវារត់អូតូម៉ាទិកទេបងប្អូនបាទហើយអញ្ចឹងយើងអាចទាញវាដាក់នៅក្នុងនឹងមកបងប្អូនទាញវាដាក់មកតែដោយសារខ្ញុំចងឲ្យស្រេចខ្ញុំអត់ទាញទៀតទេណាបាទភេទដូចគ្នាដែរបងប្អូនถ้าបងប្អូនចង់បានទៀតបងប្អូនចុច Control D មកបាទ Control D មកអញ្ចឹងវាបានណាតាមទៀតយើងដូររូបមន្តនេះមកនេះយើងដាក់តាភេទមកនេះភេទខែកុម្ភៈឃើញទេនេះចុច tab មក enter មកវា load ដែរហ៎បាទយើងដាក់សដិតតិចទៅមកប៉ុណ្ណឹងបានឃើញទេអញ្ចឹងពេលបងប្អូនដូរអាទីនេះគឺវាដូរដែរនេះហើយតែមកដូរភេទដោយសារភេទនោះគឺភេទស្រីបាទនេះយើងដូរទៅប្រុសវិញគឺដូរដែរឃើញទេអញ្ចឹងងាយអញ្ចឹងសម្រាប់ការចងហ្នឹងណាបងប្អូនតែគាត់ថាយើងត្រូវធ្វើគ្រប់ខែមួយខែក៏យើងធ្វើអញ្ចឹងខែក្រោយទៀតគឺយើងធ្វើអញ្ចឹងដែរហ្នឹងគឺក្បួនចងអញ្ចឹងមិនមែនជាការមកផ្លែតហើយទេបងប្អូនណាបាទចងពី3ថ្ងៃដែរបើមិនយើងធ្វើទៅពីណាបាទអញ្ចឹងអរគុណច្រើនចំពោះការតាមដានទស្សនាមានចម្ងល់បងប្អូនអាច comment នៅក្នុង YouTube ក៏ឬមួយក៏ Facebook page នេះបានបាទអរគុណច្រើន